រៀបសួរបាទខ្ញុំបាទឈ្មោះភីផនខ្ញុំបាទបច្ចុប្បន្នមានអាយុ29ឆ្នាំហើយខ្ញុំបាទមកពីសាលា Small Art School ខ្ញុំមានកិត្តិយសណាស់ដែលមានស្នាដៃមួយសម្រាប់ដាក់ប្រកួតនៅកម្មវិធី White Canvas ដែលនេះជាស្នាដៃរបស់ខ្ញុំដែលស្នាដៃរបស់ខ្ញុំបានឲ្យចំណងជើងវាថាព្រះច័ន្ទក្រហមរៀបនៅលើមាតុភូមិខ្ញុំអញ្ចឹងព្រះច័ន្ទក្រហមនឹងយើងទាំងអស់គ្នាដឹងហើយថាខ្ញុំចង់សម្ដៅទៅលើបាតុភូតច័ន្ទគ្រាសដែលវាកើតឡើងនៅពេលយប់ហើយពូពន្លឺរបស់វាគឺពណ៌ក្រហមវាអត់ដូចពន្លឺព្រះច័ន្ទធម្មតាទេតែអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបនឹងគឺយើងនិយាយអំពីបាតុភូតមួយដែលកើតឡើងនៅលើប្រទេសកម្ពុជារបស់យើងគឺនិយាយអំពីសម័យសង្គ្រាមនៅសម័យខ្មែរក្រហមដែលប្រជាជនខ្មែរយើងទាំងមូលទាំងមួយប្រទេសគឺបានដឹងទាំងអស់គ្នាហើយថាសម័យកាលនោះគឺពិតជាមានផលវិបាកខ្លាំងសម្រាប់ប្រជាជនខ្មែរយើងគឺទាំងមានទាំងការគៀបសង្កត់មានទាំងសង្គ្រាមស៊ីវិលមានទាំងសង្គ្រាមឈ្លានពានក៏ដូចជាសង្គ្រាមផ្សេងនៅក្នុងបរិបទនឹងផងដែរហើយក្នុងនឹងដែរខ្ញុំបាន show នៃរូបរាងមួយដែលតំណាងឲ្យស្ត្រីដែលខ្ញុំគិតថាងាយរងគ្រោះខ្លាំងបំផុតខ្លាំងជាងគេដែលមានការលើកដៃតំណាងឲ្យភាពអយុត្តិធម៌ហ្នឹងគឺមានទំនោរមានន័យថាដៃទាំងសងខាងមានចិញ្ចៀងពីរដែលមានទម្ងន់ធ្ងន់ជាងនោះគឺនៅខាងសម្ភារៈសង្គ្រាមដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាឲ្យបានដឹងថានៅសម័យនោះគឺពួកគាត់តែងតែចាត់ទុកថាសង្គ្រាមជាចាំបាច់ខ្លាំងជាងសន្តិភាពប៉ុន្តែអ្វីដែលយើងនឹកស្មានមកដល់គឺទាំងអស់ហ្នឹងសុទ្ធតែពួកគាត់តស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីសន្តិភាពទាំងអស់ហ្នឹងចំពោះតួអង្គកណ្ដាលគឺជាស្ត្រីមួយដែលត្រូវបានបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិឬក៏បញ្ហាផ្សេងក៏ពួកគាត់មិនអាចនឹងពួកគាត់មើលឃើញប៉ុន្តែពួកគាត់មិនអាចនឹងបរិយាយក៏ដូចជាបង្ហាញទៅកាន់ពិភពលោកឲ្យបានស្គាល់ចំពោះសម័យកាលនឹងបានទេអញ្ចឹងធ្វើឲ្យខ្ញុំនឹកឃើញដល់ចំណុចមួយដែលថានឹងដាស់តឿនក៏ដូចជាក្រើនរំលឹកដល់យុវតីយុវជនជំនាន់ក្រោយឲ្យបានដឹងថាពេលដែលយើងមានសង្គ្រាមវាមានផលប៉ះពាល់ក៏ដូចជាផលលំបាកប៉ុណ្ណាអញ្ចឹងចំពោះព្រះច័ន្ទក្រហមហ្នឹងគឺខ្ញុំបានគូឡើងចេញជាកែវភ្នែកជាច្រើនដែលបញ្ជាក់ថាជំនាន់ហ្នឹងគឺត្រូវបានគៀបសង្កត់ក៏ដូចជាត្រូវបានត្រួតពិនិត្យយ៉ាងច្រើនចំពោះបុគ្គលម្នាក់ដែលធ្វើឲ្យយើងរើខ្លួនមិនរួចដូចជាព្រះច័ន្ទពន្លឺព្រះច័ន្ទដែលភ្លឺមកលើផ្ទៃដីនៃប្រទេសកម្ពុជារបស់យើងផងដែរហើយតាំងពីពេលនឹងឯងដែលប្រជាជនខ្មែរយើងមួយភាគធំដែលយើងតែងតែលេងទុកចិត្តគ្នាកើតជំងឺលេងទុកចិត្តគ្នាទៅបើខ្ញុំបានគូបង្ហាញអំពីទ្រង់ទ្រាយមួយដែលមានមនុស្សជាច្រើនមានពណ៌ចម្រុះមានសមានខ្មៅមានក្រហមទាំងអស់ហ្នឹងឯងដែលខ្ញុំចង់បង្ហាញក៏ដូចជាឆ្លុះបញ្ចាំងនៃសម័យកាលមួយហ្នឹងដែរជាចុងក្រោយខ្ញុំសូមឲ្យប្រជាជនក៏ដូចជាយុវតីយុវជនជំនាន់ក្រោយខិតខំប្រឹងប្រែងនិងស្វែងយល់អំពីនយោបាយរៀនសូត្រស្វែងរកនៅចំណេះដឹងផ្សេងដើម្បីការពារមាតុភូមិរបស់យើងគឺចុងក្រោយសូមអរគុណ